ទងទៅនឹងការឲ្យខ្លួនឯងមានភាពជឿជាក់ជាពិសេសសម្រាប់នារីខ្ញុំគិតថាទី1គឺត្រូវតែស្គាល់ខ្លួនឯងឲ្យច្បាស់ហ្នឹងអញ្ចឹងស្គាល់ខ្លួនឯងស្គាល់ពីអីដែលយើងស្គាល់ពីសមត្ថភាពខ្លួនឯងស្គាល់ពីកម្រិតរបស់ខ្លួនឯងហើយទទួលស្គាល់ខ្លួនឯងថាយើងនៅត្រង់កម្រិតណាយើងរូបភាពបែបណាយើងសមត្ថភាពបែបយ៉ាងគឺទទួលស្គាល់ហើយពេញចិត្តអីដែលខ្លួនឯងមានហ្នឹងអញ្ចឹងចំណុចទី2គឺស្រឡាញ់ខ្លួនឯងហ្នឹងឯងសួរថាពេលខ្លះយើងឆ្ងល់ថាស្រឡាញ់ខ្លួនឯងបែបម៉េចស្រឡាញ់ខ្លួនឯងបានន័យថាយើងការពារខ្លួនឯងយើងថែរក្សាខ្លួនឯងហើយយើងវិនិយោគនៅលើខ្លួនឯងអញ្ចឹងថែរក្សាខ្លួនឯងបានន័យថាយើងថែរក្សាទាំងផ្លូវកាយផ្លូវចិត្តរាងកាយរបស់យើងសុខភាពការញ៉ាំអីរបស់យើងគិតថារឿងតិចតួចប៉ុន្តែរឿងនោះសំខាន់ណាស់សម្រាប់ខ្លួនយើងញ៉ាំមិនគេមិនហើយផ្លូវចិត្តរបស់យើងធ្វើឲ្យផ្លូវចិត្តរបស់យើងស្រស់ស្រាយបែបម៉េចបើសិនបើយើងទទួលការវាយប្រហារយើងត្រូវតែចេះការពារបានណាចេះប្រឆាំងតទៅវិញមិនឲ្យគេចេះទៅវាយប្រហារផ្លូវចិត្តរបស់យើងទេចាអញ្ចឹងថែរក្សាហើយការពារហើយគឺយើង invest បានន័យថាយើងវិនិយោគលើខ្លួនឯងណាព្រោះថាបើសិនបើនារីទៀតរូបរាងសម្រស់ពេលខ្លះគឺយើងត្រូវតែមានចំណែកមួយដើម្បីធ្វើឲ្យខ្លួនឯងស្អាតដែរថាពួកនារីយើងដល់ពេលណាដែលស្អាតក៏យើងសប្បាយចិត្តដែរជាការពិតហើយការស្អាតវាខុសៗគ្នាបើសិនបើការស្អាតសម្រាប់ខ្ញុំយល់ថានៅពេលដែលគាត់ចេះរៀបចំស្លៀកពាក់សមរម្យឥរិយាបថថ្លៃថ្នូរហើយគាត់ចេះភាសាពីរូបភាសាហ្នឹងគឺជាភាពស្អាតរបស់គាត់ហើយនឹងមួយទៀតគឺដើម្បីបង្កើនភាពជឿជាក់ដែរគឺរៀនសាកល្បងអីដែលថ្មីបានន័យថាយើងចូលរួមនៅក្នុងសង្គមដែរមានមិត្តភ័ក្តិនៅកន្លែងការងារហ៊ានសាកល្បងអ្វីដែលខ្លួនឯងអាចបានធ្វើបើសិនបើបងប្អូនសិស្សនិស្សិតអីមានសិក្ខាសាលាមានការងារស្ម័គ្រចិត្តអីគួរតែសាកល្បងការងារទាំងអស់ហ្នឹងស្គាល់មនុស្សហើយសាកល្បងធ្វើការងារផ្សេងជាច្រើនដើម្បីជាផ្លូវមួយដើម្បីស្វែងរកខ្លួនឯងដែររកអីដែលខ្លួនឯងចូលចិត្តដែរអញ្ចឹងអាកតាទាំងអស់ហ្នឹងក៏ជំរុញភាពជឿជាក់មកដល់ខ្លួនឯងដែរ